cặp pri ban trơn này ao lươi trong ban trơn buông này làm chị ở nhà bật copy ở nhà này làm chị này ở nhà hai dụng này một phương chia ti vật xả này thứ ấy cặp pri cái chết dừng lực thực chặt ao cùng lại chỉ chiêng lực thực chặt ao phần lực mình men cùng lạiแต่พวกกระตรอบความเป็นเชื่อได้บ่มพลานชีวิตมนุษย์ទៀតไหนบ่มพลานชีวิตมนุษย์បានច្រើនចឹងតែបានទេទៅទាំងអស់គ្នារួមកម្លាំងដើម្បីការពារលទ្ធិប្រជាធិបតេយ្យដើម្បីការពារសិទ្ធិមនុស្សដើម្បីឲ្យការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ជាពិសេសការពារគោលនយោបាយយើងសកម្មភាពខ្លាំងក្លាឈានទៅដល់ឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅកម្ពុជានិងដើម្បីឲ្យមានប្រជាធិបតេយ្យនិងការគ្រប់សិទ្ធិមនុស្សនៅកម្ពុជាជ័យយោចលនាសង្គមជាតិនៅប្រទេសជប៉ុនជ័យយោខ្សែបោទាញតាំងតិចខ្សែបោគាត់ទាំងអស់គ្នាចានឹងចាប់ដៃចូលគ្នាពុកស្រីលើកខ្លួនតាមទីស្នាក់ការរបស់យើងចាឥឡូវគណៈកម្មការយើងកំពុងតែបញ្ជាក់នូវជូនគណៈកម្មការរបស់យើងចាសូមស្វាគមន៍វត្តមានលោកជាវហួរសូមស្វាគមន៍វត្តមានអាឡុងអ៊ុំសានសូមស្វាគមន៍វត្តមានលោកចិនច័ន្ទសូមស្វាគមន៍លោករ៉ាដូก็ได้เป็นดอกนี้เลยจ้าapa satu seperti saka teman kena sepucit nak kena pertemuan tegaknya bapa dah kena sontek daya kuang-kuang tegaknya Bapa satu komiti seperti senakat bayi bapa nasi kerujit. ចាបងភារាសូមបកគលកថៃចាដើម្បីឲ្យគណៈធិបតីគាត់ឈប់កាត់គេឲ្យទៅនេះទៀតខិតហូចចាកាមេរ៉ាចាប់ផងចាសូមបងស្រីភេដាបកគលកត្រៃជូនគណៈធិបតីរបស់យើងចាសូមអញ្ជើញលោកពូអ៊ំសំអាងកាត់មុនណាចាកាន់តិចទៅចាកន្លងមកចាកុំឲ្យដាច់ទៅហើយតែដៃស្មើទេBapa satu dah kena bapaចាគណៈធិបតីចាជូនលោកពូជូនច័ន្ទបតចាសូមជួយផ្ដល់កិត្តិយសក្នុងការកាត់ខ្សែបោមកកាន់ទីស្នាក់ការចលនាសង្គ្រោះជាតិប្រចាំប្រទេសជប៉ុនចាសូមអបអរសាទរដល់ព្រះបរមហើយបន្តមួយទៀតសូមតារាកិត្តិយសចាលោកបើរ៉ាដូចាយុវជនថ្មីចាដែលទៅតែលេចមុខណាចាសូមជួយកាត់ខ្សែបោចាសូមអបអរសាទរដល់គ្នាបន្តមកទៀតគឺលោកស្រីអនុប្រធានបូរ៉ាចាសូមអញ្ជើញផ្ដល់កិត្តិយសនេះគឺជាទីស្នាក់ការថ្មីក៏ជាលើកដំបូងរបស់ចលនាសង្គ្រោះជាតិដែលមានទីស្នាក់ការផងដែរចាសូមអបអរសាទរដល់គ្នាទៀតគឺលោកស្រីមេភារាចាដែលជាប្រធានចលនាសង្គ្រោះជាតិសូមអញ្ជើញកាត់ខ្សែបោចាអរអរគុណអូនជុំសូមអបអរសាទរចាជាចុងក្រោយតែម្ដងគឺលោកស្រីមួយសុខួរចាគឺគាត់ជាអ្នកសម្ពោធកាត់វេទិកាកាត់ខ្សែបោតែម្ដងចាសូមអ្នកបងជួយចាសូមអញ្ជើញបាទអញ្ជើញហើយនេះគឺជាអ៊ំស្រីដែលគាត់ជុំជ្រែងមែនតើដើម្បីឲ្យមានទីស្នាក់ការនេះណាចាឥឡូវកាត់ផ្ដាច់តែម្ដង1 2 3សុំថតមកស្លឹកចុងនេះបាទចាសូមមកគណៈអធិបតីអញ្ជើញមកខាងមុខទន្ទឹមគ្នាតែម្ដងបាទដើម្បីត្រឹមតាមនេះកាមេរ៉ាបាទ
ក្រុម ហើយជាងខតជួយរៀបចំផងបាទជាងខតបាទជួយរៀបចំបាទសូមជាងខតផ្ដាត់រូបនៅក្នុងឱកាសនេះបាទជាថ្ងៃដែលល្អមែនទែនហើយព្រះសូរិយាបានបន្ទន់បាទបន្ទន់កាយបន្ទន់ចិត្តក្នុងឱកាសសម្ពោធទីស្នាក់ការថ្មីរបស់ចលនាសង្គមជាតិឲ្យប្រៀបបានជាពរជ័យដើម្បីប្រោះព្រំដល់អ្នកប្រជាធិបតេយ្យនៅក្នុងប្រទេសជប៉ុនឲ្យឃើញពន្លឺឆាប់នេះហើយបាទសូមជ័យយោចលនាសង្គមជាតិក្នុងប្រទេសជប៉ុនទាំងអស់គ្នាជ័យយោជ័យយោសង្គមជាតិជ័យយោអ្នកប្រជាធិបតេយ្យជ័យយោជ័យយោជ័យយោប្រជាពលរដ្ឋខ្មែរក្នុងប្រទេសជប៉ុនជ័យយោជ័យយោខ្មែរសាមគ្គីខ្មែរឈ្នះ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  ចាកម្មវិធីបន្តសូមអញ្ជើញគណៈធិបតីចាមកទទួលការប្រោះព្រំពីព្រះសង្ឃទាំងអស់គ្នាចាសមាជិកយើងអាចនៅខាងក្រោយបានចាហើយ សូម ចាសូមអញ្ជើញ សមាជិកយើងមកខាងកៅអីនៅតំណែងនៅខាងក្រោយបាទនៅខាងក្រោយបាន ហើយយើងចូលសមាជិកចូលទៅខាងក្រោយទៀតទៅចាហើយឲ្យគណៈធិបតីគាត់ទទួលការប្រោះព្រំពីព្រះសង្ឃណាចាសូមសម្រួលអីដាក់បាត់នាំលោកចូលទៅខាងក្រោយយើងទទួលការប្រោះព្រំពីព្រះសង្ឃទាំងអស់គ្នាចា ហើយយើងចូលក្រោយអស់គ្នាទៅក្រោយបងប្អូនចូលទៅក្រោយបានមើលទៅឃើញច្រើន អ្នកអង្គុយជួរទី2បាទជួរទី2គឺចូលអង្គុយជួរទី2 រៀបក្អីបន្ថែមហ្នឹងចាមករៀបក្អីបន្ថែមលោកក្អីនៅក្អី យើងដាក់ឲ្យជាប់ឲ្យយើងវល់ណាចឹងយើងមានវល់ សូមគណៈធិបតីពេលដែលថ្វាយបង្គំប្រគុណម្ចាស់ហើយអាចនៅยังส่งเยี่ยมยมออกต่างจากไปพอเราไปเรียนส่งอนุโมทนีถูกสา ยันยันเตาโพธิยโมเลสักชานะนันเดวัตจูนกดโจกคุยกันไหลออกเฉย จิตปาลังเกใส่เสงอภิเษกเกสาปปวเทียนางอาเกปาตาปมาตเตสนาคาตังสมยังกัลยานสุปเพียตังสหเทตังสุขนาวสมหตาจะสยทางปรามจารีวิจากรรมังปเตพินังปเตพินังมโนกรรมังปณิทิเตปเตพินาปเตพินานิกาภวานลพรเตพิปัจเจกเอแมงโกเตียงปวงโจลเมียนนอนเนรักขันโนสัพเทวตาสมเทวตาตั้งอใบใบรสาเนเนียงอาจารย์นุเพียงในประกวดชิมาจารวพระองค์สัพพทอนเนียนุเพียเวนเนียได้อานุเพียในประพอตั้งปวงสัพพสังเพียนุเพียเวนเนียได้อานุเพียในประสังตั้งปวงสเตียสาวไทยอย่างไรโจลเมียนดอนเนี่ยเอาบานสอบกาสอบเวลี ចាប់កម្មវិធី អត់តន់ចប់ទេអត់តន់ចប់ទេ live បន្តទៀត សូមជម្រាបកូនប្រុសទាំងអស់ហើយជាបឋមខ្ញុំសូមខ្ញុំសូមនមស្ការអរគុណច្រើនអ៊ំអលោកអ៊ំស្រីកន្លែងគាត់អង្គុយឲ្យ មាននីតិវិធីពុទ្ធសាសនាសូមជម្រាបថាវាវិទ្យាប្រសងមានកំណត់12គឺលោកអត់មានពេលវេលាទេដូច្នេះអូនចៅលោកចង់បានសូត្រមន្តនៅក្នុងពេលខាងនេះហើយខ្ញុំបានពិភាក្សាជាមួយគណៈកម្មការមួយប្រសងខ្លះឲ្យប្រសងលោកទទួលចង្ហាន់បិណ្ឌបាតមិនហើយទទួលចង្ហាន់បិណ្ឌបានហើយបានលោកសូត្រមន្តជាក្រោយពេលវេលាម៉ោងណាក៏បានវែងដែរទេណាកុំឲ្យប្រតិញឲ្យពេលលោកពេលវេលាលោកកំណត់
មានតែប៉ុណ្្នឹងទៅហើយសូមឲ្យគេរៀបចំចង្ហាន់ទៅឲ្យមានកន្លែងនេះអញ្ជើញភារកិច្ចនេះជូនទៅដល់បងប្អូនគណៈកម្មការចាស់ទៀតខ្ញុំអរគុណទីទៅចាស់កម្មវិធីយើងតចាស់កម្មវិធី ចាលោកអាចារ្យអមចឹងប្រសងគាត់និមន្តទៅខាងក្នុងដើម្បីឆាន់ចង្ហាន់ចាហើយភ្ញៀវអាចទៅខាងក្រៅទស្សនកិច្ចនៅទីស្នាក់ការយើងបានឬក៏អាចទៅជែកគ្នាអីទីជួយបានគាត់តែឆាន់ចង្ហាន់ហើយបានអាចសូត្រមន្តបន្តទៀតបានតែគាត់មកចាអញ្ចឹងក្រុមការងារសូមជួយទៅខាងក្នុងរៀបចំហើយរៀបចង្ហាន់តែម្ដងណាចាលោកគ្នាលើចង្ហាន់ចេញក្មេងៗជាក្មេងៗចេញតិចសិនហើយជន់អូយលើហើយបងប្អូនមកឲ្យជាអ្នកខ្លះក៏ស្គាល់វត្តមានរបស់គាត់អ្នកខ្លះក៏អត់ស្គាល់ឥឡូវខ្ញុំនឹងបញ្ជាក់អំពីសមាជិករបស់គាត់ថាគាត់ជាអ្នកណាមកពីណាហើយកន្លងមកគាត់ជាអតីតចាអ្វីដែរចាទី1គឺលោកពូអ៊ំសំអាងគាត់គឺជាអតីតតំណាងរាស្ត្រហើយក៏ជាអ្នកជំនាញខាងព្រំដែនដែរគាត់ទៅបានបងប្អូនផងនៅតែជាប្រធានរៀបចាចាហើយចំពោះអ្នកទី2គឺលោកអ៊ំស្រីមួសុភួរអ្នកទាំងអស់គ្នាស្គាល់គាត់ដែរសិតតែអ្នកនយោបាយចិញ្ចឹមក្នុងស្រុកខ្មែរចាហើយអ្នកបន្ទាប់គឺអ្នកសារព័ត៌មានដែលបងប្អូនរាល់ថ្ងៃដូចខ្ញុំអញ្ចឹងល្ងាចឡើងគឺតាមដានព័ត៌មានហើយដូចយើងញ៉ាំបាយយកទៅណាគឺលោកពូជនចាត់បាត់ចាសូមតែដៃស្វាគមន៍គាត់ចាអ្នកបន្ទាប់គឺយុវជនដែលអ្នកទាំងអស់គ្នាដឹងទៅតែលេខមុខថ្មីឯអាសាឈ្មោះជាមួយហ៊ុនសែនចាលោកគឺលោកពៅដារ៉ូចាស្វាគមន៍គាត់ដែលមកកាន់ប្រទេសជប៉ុនជាលើកដំបូងហើយទាំងខ្ញុំអ្នកបងប្អូនសិតតែទៅតែជួបមុខគាត់ណាចាហើយកម្មវិធីបន្ទាប់ហ្នឹងគឺខ្ញុំចង់ឲ្យបងប្អូនស្ដាប់នៃការបញ្យល់ណែនាំរបស់គាត់ថាថ្ងៃនេះគាត់មានចំណាប់អារម្មណ៍អីគាត់ចង់មានប្រសាសន៍ពីអ្វីហើយបងប្អូនមានចម្ងល់អីយើងនឹងសួរទៅកាន់គាត់ភ្លាមៗដោយសារតែយើងមានរយៈពេល1ម៉ោងដែលយើងទន្ទឹមរង់ចាំប្រសងគាត់ឆាន់ចំហាន់ចាឥឡូវនេះឱកាសនេះខ្ញុំសូមឲ្យផ្ដល់ឲ្យលោកពូអ៊ំសំអានមុនចាដោយសារតែលោកពូអញ្ជើញមកដល់ប្រទេសជប៉ុនមុនគេតែម្ដងអញ្ចឹងលោកពូមានចំណាប់អារម្មណ៍អ្វីនិយាយទៅកាន់យុវជនយើងទាំងអស់គ្នាថាបែបណាខ្លះចាសូមជើញសូមអរគុណសូមអញ្ជើញគ្នាយើងអង្គុយចូលអង្គុយអស់ហើយយើងថតទៅឃើញល្អជំរាបបាទមកខ្លាំងបាទសូមអញ្ជើញបាទលើកលែងអ្នកកាមេរ៉ាអត់អ្នកកាមេរ៉ាសូមអញ្ជើញចូលអង្គុយបាទជាបឋមសូមគោរពអ្នកមីងមួយសុហួរលោកជុនច័ន្ទបុកលោកកូរ៉ាដូហើយសូមជម្រាបជូនបងប្អូនទាំងអស់គ្នាដែលបានអញ្ជើញចូលរួមក្នុងថ្ងៃនេះបាទខ្ញុំមានចិត្តសប្បាយរីករាយមែនទែនមកដល់ប្រទេសជប៉ុនហើយនេះជាលើកដំបូងដែលខាងចលនាសង្គ្រោះជាតិនៅប្រទេសជប៉ុនមានទីស្នាក់ការរបស់យើងយ៉ាងធំហើយថ្មីផងដែរវាចាស់ក៏ប៉ុន្តែយើងបានសាមគ្គីគ្នាស្លាក់ដៃស្លាក់ជើងគ្នាស្រុះគ្នាដើម្បីយើងជួយជួសជុលទីនេះឲ្យមានសុខភាពហើយជាទីស្នាក់ការមួយសម្រាប់ឲ្យសកម្មជនអ្នកប្រជាធិបតេយ្យអ្នកស្នេហាជាតិដើម្បីអាចប្រជុំនិងមានកម្មវិធីអីជួបជុំគ្នាក្នុងការបំផុសនៅទឹកចិត្តស្នេហាជាតិការពារទឹកដីហើយនឹងសម្រាប់ឲ្យជំរុញឲ្យមានលទ្ធិប្រជាធិបតេយ្យនិងការគ្រប់គ្រងនៅកម្ពុជានេះគឺជាអ្វីដែលយើងចង់បានហើយសង្ឃឹមថាចលនាសង្គ្រោះជាតិនៅប្រទេសជប៉ុននឹងរីកចម្រើនហើយនឹងមានកម្លាំងគ្រប់គ្រងច្រើនជាងនេះហើយកម្មវិធីនៅថ្ងៃស្អែកនេះគឺជាកម្មវិធីសំខាន់ណាស់សូមអំពាវនាវទៅដល់បងប្អូនខ្មែរនៅក្នុងប្រទេសជប៉ុនទាំងនិស្សិតទាំងយុវជនទាំងប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសជប៉ុនឲ្យចូលរួមកម្មវិធីនៅសួនHibiya នៅទីក្រុងតូក្យូម៉ោង11ថ្ងៃត្រង់បាទជួបជុំគ្នាគឺវេទិកាសាធារណៈស្ដីពីបញ្ហាដំណោះស្រាយព្រំដែនហើយដែលមានវាគ្មិនដូចខ្ញុំស្រីមួយសុហួរលោកជុនច័ន្ទបុកជាអ្នកសម្របសម្រួលលោកកូរ៉ាដូក៏ចូលរួមដែរហើយនឹងមានយុវជនវ័យក្មេងគឺលោកអ៊ូសាម៉ារីក៏នឹងមកចូលរួមថ្ងៃស្អែកផងដែរដូច្នេះសូមអញ្ជើញចូលរួមឲ្យបានច្រើនកកហើយសង្ឃឹមថាចលនាសង្គ្រោះជាតិនៅប្រទេសជប៉ុននឹងធ្វើសកម្មភាព
ខ្លាំងក្លាឈានទៅដល់ឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅកម្ពុជានិងជំរុញឲ្យមានប្រជាធិបតេយ្យនិងការគ្រប់សិទ្ធិមនុស្សនៅកម្ពុជាជ័យយោចលនាសង្គមជាតិនៅប្រទេសជប៉ុនជ័យយោជ័យយោចាអរគុណខ្លាំងមែនទែនលោកពូចាហើយអត់តឲ្យដល់វេនអ៊ំស្រីទេអ៊ំស្រីចាំទុកក្រោយគេឥឡូវបន្ទាប់យើងចង់ស្ដាប់សំឡេងប៉ាត់រូបប៉ាត់របស់លោកពូជន់ច័ន្ទបោះចាសូមអញ្ជើញលោកពូចាខ្លះថាឃើញខ្ញុំតាមទូរស័ព្ទតែឃើញមែនទែនខកចិត្តទេសង្ហាណាថ្ងៃខ្ញុំក៏រីករាយដោយលោកអ៊ំសំអានដោយអ្នកស្រីមូសុភួរដែរខ្ញុំមកនេះដោយលោកអ៊ំសំអានរៀបរាប់អញ្ចឹងមិនមែនមកយកព័ត៌មានមិនមែនមកឃោសនានយោបាយក៏ជួយសម្របសម្រួលវេទិកានាថ្ងៃស្អែកនេះសម្របសម្រួលដែលមានវាគ្មិន3រូបដូចយើងលោកអ៊ំសំអានមានប្រសាសន៍អញ្ចឹងគឺមានលោកអ៊ំសំអានឡើងនិយាយពីបញ្ហាគ្រប់តែបន្តមកទៀតមានសាស្ត្រវិទ្យានិយាយអំពីរឿងអនឡាញ scam អនឡាញហើយនឹងតែខ្ញុំក៏រីករាយដែរមានឱកាសចូលរួមប្រកាសសង្គមវិទ្យារូបនៃការរស់មិនប្រើពីរស់ឡើងវិញពីព្រោះសង្គ្រោះជាតិឬចង់ថាសង្គ្រោះជាតិគឺមិនដែលផ្លាស់ផងមិនចឹងបាទយ៉ាងហើយទៅវាជានិមិត្តរូបដ៏រឹងមាំមួយជាទីតាំងមួយដែលអនុញ្ញាតឲ្យមនុស្សបានទៅជួបគ្នានេះគឺជាជំនាញមួយដ៏ល្អខ្ញុំរំភើបក្នុងរឿងនេះហើយខ្ញុំនឹងមិនមានអីនិយាយច្រើនទេបើមិនជាយើងចង់សំណេះសំណាលអីយើងគំនូអីអាចខ្ញុំនឹងផ្សាយឲ្យវារស់រវើកទៀតហ្នឹងណាទីជាអាចខ្ញុំមិនចឹងមិនដែលមានឱកាសនិយាយមកខ្ញុំផងពេលមើលទូរស័ព្ទឥឡូវជួបតហើយនិយាយមានអីសួរផងមានអីសួរទេមានអីឆ្ងល់ទេសុខភាពលោកពូយ៉ាងម៉េចដែរបាទខ្ញុំសុខភាពទៅមុខមិនថយក្រោយទេvìហ្នឹងប៉ុន្តែគ្រាន់តែថាវាមានឆ្នាំទុកទុកទៅវាមិនអាចវាមិនរីកយឺនណាបាទគ្រាន់តែឲ្យជាមិនជាប៉ុន្តែខំពីរូបក្នុងរបៀបថ្មីមួយពេលដែលកាច់ពីរដងទៅវាដាច់ខ្សែប្រសាទខ្លះទៅវាដាច់ខ្សែជាតិខ្លះទៅពីបាដកដង្ហើមទៅវាអង្គុយដកដង្ហើមទៅឈាមនឹងវារត់ទៅពេលងើបពេលមានខ្លួនអីហ្នឹងទុកអញ្ចឹងទៅហើយសំខាន់បំផុតអ្វីដែលធ្វើឲ្យខ្ញុំមានកម្លាំងទៅមុខបានគឺការគ្រប់គ្រងការគ្រប់គ្រងហើយការចង់ឲ្យវិលត្រឡប់មកវិញនៅពេលដែលគេបិទអាស៊ីសេរីរដ្ឋាភិបាលអាមេរិកបិទអាស៊ីសេរីគឺថាក៏ជាឱកាសមួយសម្រាប់បានសម្រាប់ជាបាលដែរតែបងសុខួរក៏គឺសូថាការងារទៅវាអូបងនេះមកបងនេះមកជួយនេះមកអ្នកស្ដាប់ក៏នៅតែចង់ស្ដាប់ពីពុទ្ធខ្ញុំសម្រាប់ចិត្តថាអត់ជំនាញចូលវិញខ្ញុំនិយាយនេះតេតតងទៅនឹងបើសិនជាយើងឈឺហើយយើងគិតថាយើងមិនមានអត្ថប្រយោជន៍អីដល់សង្គមដល់គ្រួសារដល់មនុស្សអីទេក៏យើងមិនទៅខំនេះដែរជីវិតមនុស្សចឹងគឺការលើពេលដែលយើងស្ថិតដល់ដំណាក់កាលមួយដំណាក់មួយទៀតយើងក៏ចង់ទៅអាចជំងឺនេះទៅអាចជួបជាការពិតបើសិនជាខ្ញុំនឹងឯងមិនសិនមានមនុស្សស្រឡាញ់មិនសិនមានមនុស្សចង់ឲ្យវិលត្រឡប់ទៅវិញទេបើសង្ងំគេថានៅពេលដែលយើងសង្ងំអត់ការធ្វើឲ្យទៅវិញថាប្រាប់ទេដល់ពេលយើងលើកឡើងវិញបាត់វាចូលទៅចំណែកខ្ញុំរួមដំណើរជាមួយនឹងអ្នកស្នាប់ទាំងអស់រួមដំណើរជាមួយជាប្រវត្តិផ្នែកទាំងអស់ធ្វើឲ្យមានធម៌ពលពិសេសមួយធម៌ពលវិជ្ជាមួយជួនកាលជួយតែបានផ្សាយដល់វិទ្យាទៅដូច្នេះសុខភាពនឹងក៏វាផ្សារភ្ជាប់ទៅនឹងកម្លាំងចិត្តផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងនឹងការស្រឡាញ់និងឥទ្ធិពលវិជ្ជារបស់មនុស្សចងអីដកវិញចោលចោផ្នែកការដាក់ជាប់មួយទូរស័ព្ទគាត់ផងដែរហើយដាក់លុបគេសួរខាងនោះគេស្ដាប់អត់សូវដល់ដាក់ម៉ាយលើនោះបងជួយកាន់កាមេរ៉ានេះទាំង
ខ្លួនឯងកំពុងតែទប់ទល់នៅជំងឺខ្លួនឯងផងហ្នឹងតែកំពុងមាននិយាយថាអាបាក់ទឹកចិត្តឬក៏ហៅថា100%វាធ្លាក់នៅសល់អាទៅអីយ៉ាងទៅមិនសោះមិនសោះសេចក្តីនេះយើងជាពលជាតាំងពីអាយុ12ឆ្នាំមកផ្លែក្រហមចូលមកឆ្នាំ75សម្រាប់ឪពុកម្ដាយសម្រាប់បងប្អូនរបស់យើងក៏ប៉ុន្តែជំនួសជាក្មេងមួយសម្បូរទៅយក ជាមួយមីក្រូនេះ អត់ដឹងទេមកឲ្យកាន់មិញមកឲ្យកាន់ហើយសម្ភារមួយនេះហ្នឹង ប៉ុន្តែក៏មានក្នុងរបៀបមួយដល់ផ្នែកនោះមិនដើរបោកប្រាស់អ្នកដទៃមិនកេងប្រវ័ញ្ចមិនក៏ប្រព្រឹត្តអំពើណាមួយដែលស្គាល់ត្រូវខ្ញុំមិនអាចមនុស្សស្គាល់ពេញពិភពលោកហើយគេស្រឡាញ់យើងទៅជាមនុស្សស្មោះត្រង់គេស្រឡាញ់យើងទៅជាមនុស្សដែលតស៊ូជាមួយនឹងគេរួមបេសកកម្មជាមួយនឹងខ្មែរប្រទេសជាតិដើម្បីចង់ឲ្យប្រទេសជាតិមានភាពរស់រានចង់ឲ្យប្រទេសជាតិមានការរីកចម្រើនសម្រាប់មនុស្សទូទៅហើយនៅពេលដែលខ្លួនមានតម្លៃនៅពេលដែលគេស្គាល់ហើយខាងជេងគួរឲ្យប្រាប់ថាមកដល់អាយុ64នេះតែលោកខ្លួនឯណាមកពី10ឆ្នាំមកតែមានអីខុសជាឧបមាទៅខុសត្រង់មានពេលណាមួយដែលដល់ពេលនេះខ្ញុំអាចយកពីពលលោកឯងប្រកបណាស់ក្រុមអាការ ទុកផងទុក ជាទូទៅគេតែងតែព្យាយាមសម្លាប់ជីវិតមនុស្សផងជីវិតអ្នកដែលបំផ្លាញដែលកាប់ព្រៃបានច្រើនដែលឲ្យលុយខ្ញុំបានច្រើនដំបូងណែឡើងជាអញ្ញាបន្ទាប់ពីអញ្ញាណែឡើងជាអ្នកអញ្ញាហើយយកអ្នកឯងមកធ្វើជាទីប្រឹក្សាណែធ្វើអីកាប់ព្រៃដូច្នេះយើងលើកទឹកចិត្តឲ្យបំផ្លាញជាជាងលើកទឹកចិត្តឲ្យផលិតមិនមែនបំផ្លាញតែភោគទ្រព្យធម្មជាតិទេបំផ្លាញជីវិតមនុស្សទៀតណែបំផ្លាញជីវិតមនុស្សបានច្រើនណែឡើងធ្វើមហាសេដ្ឋីលឿនមានន័យថាអ្នកឯងបដិញជួតដីជាពលរដ្ឋបានច្រើនលក់បានច្រើនសង់អាគារខុនដូលក់បានច្រើនមានលុយច្រើនឲ្យងាយឯងបណ្ដាជាប់ខ្លួនដូច្នេះអាការកសាងធនធានមនុស្សមានតែកសាងធនធានចោលធនធានអក្រិតជនដូច្នេះជាបន្ទុករបស់យើងទាំងអស់គ្នានៅពេលដែលយើងគិតបាទគេដាក់ខិតខំទាំងអស់គ្នាហើយខ្ញុំនិយាយមិនមែនគ្រាន់តែធ្វើឲ្យប្រទេសជាតិយើងរួចផុតពីរបបផ្ដាច់ការទេយើងមានកាតព្វកិច្ចច្រើនណាស់អស់ហ្នឹងហើយគឺជាការដែលបដិញ្ញាចិត្តទាំងអស់គ្នាឲ្យទាល់តែយើងនៅក្រៅប្រទេសហ្នឹងខិតខំទាំងអស់គ្នាខ្ញុំឆ្លើយវែងពីអរគុណវិញមានអ្វីមួយដែលធ្វើឲ្យការគិតនិងកម្លាំងចិត្តរបស់គ្រូហ្នឹងផ្ទះបងដើម្បីជួយអស់យើងក្នុងសង្គមយើងមើលគំរូអាក្រក់ខ្ញុំមានសំណាងណាស់ដែលបានរួមដំណើរជាមួយមនុស្សល្អលោកអ៊ុបសំអានអ្នកស្រីមូសុខួរមនុស្សដែលខ្ញុំទៅជែកសឹងតែរាល់យប់លោកកែមលីមនុស្សដែលខ្ញុំផ្សាយពីសកម្មភាពរបស់គាត់ធីរីមនុស្សដែលខ្ញុំផ្សាយពីសកម្មភាពរបស់គាត់យុវជនមេដាធម្មជាតិទាំង5នាក់យើងសម័យមើលគេមិនមែនគ្រាន់តែលះបង់ពេលវេលាលះបង់កម្លាំងកាយចិត្តដូចខ្ញុំឯណាមនុស្សដែលខ្ញុំទៅជែកជាមួយគេលះបង់ជីវិតទៅលោកបណ្ឌិតសម្ភាសយើងនិយាយខ្លាំងបែបហ្នឹងមិនភ័យទេក្រោយការវិភាគម្ដងខ្ញុំមិនដែលគិតថាខ្ញុំមានជីវិតខ្ញុំមិនដែលគិតថាខ្ញុំមានជីវិតទេពីព្រោះខ្ញុំរស់នៅក្នុងប្រទេសមួយដែលសម្បូរទៅដោយសត្វសាហាវតែបើខ្ញុំមិនធ្វើតើអ្នកណាជាគំរូដល់យុវជន
គាត់ដឹងតែគាត់ស្លាប់តាហ៊ានធ្វើអ្នកវិភាគអ្នកឯងមានវីសា3ហើយបើគេមិនពេញចិត្តទេគេបញ្ជូនអ្នកឯងទៅវត្តពុទ្ធបើគេមិនពេញចិត្តអ្នកឯងទេគេយកអ្នកឯងឲ្យទៅដេកពេទ្យកាលម៉ែតប៉ុន្តែគាត់នៅតែធ្វើខ្ញុំរស់នៅមានមិត្តភក្តិមានមនុស្សដែលខ្ញុំធ្វើការជាមួយគេលះបង់ជីវិតគាត់ដឹងតាក្រោយការវិភាគម្ដងនោះខ្ញុំមិនដែលគិតថាខ្ញុំនឹងមានជីវិតយើងលឺទាំងអស់គ្នាមែនទេដែលលឺពាក្យហ្នឹងឯងយើងលឺទាំងអស់គ្នាតាគេបាញ់ពោដូច្នេះមានអ្នកលះបង់ជីវិតហេតុអីគ្រាន់យើងលះបង់ពេលវេលាហេតុអីគ្រាន់តែយើងរស់នៅដោយថ្លៃថ្នូរធ្វើការដើម្បីបម្រើសង្គមមិនបានមានប៉ាសពតអាមេរិកនៅស្រុកអាមេរិកខាងហើយហេតុអីមិនសវាងើបឡើងធ្វើការអូនមួយយុវជនមេដាធម្មជាតិឈ្មោះអីហ៎អូនមកផ្ទះយើងតារាវុធចន្ទរាវុធបាទមុននឹងជាប់គុកមកអាមេរិកពួកអាស៊ីសេរីហៅមកញ៉ាំបាយពោតខ្ញុំធ្វើម្ហូបទទួលសួរតារាវុធទៅវិញគេចាប់ដាក់គុកណាអាចនៅនឹងមួយផ្លែសិនបាននេះដើម្បីជីវិតរស់អត់ទៅគូអត់ទេសុខចិត្តទៅប្រជុំមកដល់ពេលនេះយើងគួរតែមើលគំរូអស់ហ្នឹងសេនធីរីអ្នកច្បាប់អន្តរជាតិមានប៉ាសពតអាមេរិកចេញមកណាក៏បានដែរហ៊ុនសែនសប្បាយចិត្តមិនដឹងជាអំណោយដល់ថ្លៃថ្លាបែបណាសម្រាប់លោកហ៊ុនសែនទេបើសិនជាអាធីរីសុខចិត្តពេញពីពេញមែនទេអាធីរីដឹងពីស្ថានភាពពន្ធនាគារបែបណាអាធីរីជាស្ត្រីខ្មែរអាមេរិកធ្លាប់រស់នៅតាមស្តង់ដារមួយធីរីត្រៀមខ្លួនជានិច្ចដើម្បីយុត្តិធម៌ធីរីត្រៀមខ្លួនជានិច្ចថ្ងៃហ្នឹងហ៊ានទៅគេចាប់ដាក់គុកហើយដូច្នេះចម្លើយគំរូហើយយើងទាំងអស់គ្នាមិនគួរភ្លេចគំរូហ្នឹងឯងបើយើងអាឡ័យគិតបញ្ហាផ្ទាល់ខ្លួនពេកដើម្បីខ្លួនឯងសុបាយដើម្បីមុខមាត់ខ្លួនឯងមានរឿងអីតិចអញចេះអញចុះតែទុកអញនៅក្នុងខ្លួនច្រើនពេកធ្វើអត់ទេយើងគួរតែឲ្យយល់នៃពាក្យថាតម្កល់ប្រជាជាតិជាធំកុំនិយាយតែមាត់ណាកុំនិយាយតែមាត់ទៅអូយើងតម្កល់ប្រជាជាតិជាធំប៉ុន្តែទន្ទឹមនឹងនឹងមានរឿងអីតិចគិតទៅមុខមាត់ខ្លួនឯងអានឹងគិតមុខមាត់ខ្លួនឯងជាធំតាយើងមើលគំរូអ្នកដែលប្រទេសណាក៏ដោយនៅអេកូរ៉េក៏ដោយនៅវៀតណាមក៏ដោយទៅណាមានការលះបង់ច្រើនណាស់ដើម្បីធ្វើឲ្យប្រទេសជាតិរីកចម្រើនបានព្រោះតែមានមនុស្សលះបង់យើងមានតែគំរូលះបង់ដូច្នេះយើងរៀនមើលគំរូលះបង់នៅផងចុងបញ្ចប់យើងស្លាប់ទៅគ្នាតាចុងបញ្ចប់យើងស្លាប់ទៅដូច្នេះជីវិតដែលយើងនៅសេសសល់ធ្វើអ្វីដើម្បីបម្រើគ្រួសារដើម្បីបម្រើសង្គមជាតិហើយទុកឲ្យគេជួយយើងជំពាក់គុណប្រទេសជាតិយើងតាខ្ញុំធ្លាប់ស្ដាប់ភាសារបស់អន្តរជាតិសុជាខ្ញុំក៏លើកឡើងវិញគាត់ថាយើងកើតមកទាំងអស់គ្នាជំពាក់គុណបុព្វបុរសមួយទៅហើយកើតឡើងមកដីដែលយើងកំពុងរស់នៅនឹងគឺជាដីដែលបុព្វបុរសយើងខំរក្សាទុកមកភាសាដែលយើងនិយាយនឹងជាភាសាដែលគេខំអភិវឌ្ឍបន្តគ្នាមកទម្រាំនឹងបានភាសាខ្មែរដូច្នេះយើងកើតមកជំពាក់គុណប្រទេសជាតិជំពាក់គុណបុព្វបុរសយើងហើយដូច្នេះគួរតែយើងសងគុណវិញដូច្នេះដូចខ្ញុំក៏ចង់និយាយអ្វីដែលខ្ញុំអាចងើបឡើងមិនគិតឈឺមិនគិតជាមិនគិតរឿងលុយកាក់ទៀតការធ្វើដំណើរនេះមកក៏ដោយមិនគិតផលទៀតពីព្រោះអីពីព្រោះយើងគិតថាតម្កល់ផលប្រយោជន៍ជាតិជាធំមកដើម្បីលើកទឹកចិត្តមកដើម្បីមកចង់ឃើញមកដើម្បីមកជួយនិយាយដើម្បីឲ្យបានជួយផ្សព្វផ្សាយដើម្បីជាតិជាធំសូមខ្ញុំក៏យកគំរូពីអ្នកដទៃហើយខំហាត់ពុតលុបដំចិត្តហើយខំផ្ដល់និយមន័យនៃពាក្យដែលយើងនិយាយបើថាលំកល់ផលប្រយោជន៍ជាតិជាធំហើយក៏កត់ជាចេញពីដួងចិត្តនិយាយឲ្យមានន័យថាយើងធ្វើចឹងមែនមិននិយាយដើម្បីគាត់បង្ហាញលើ Facebook ទេនិយាយហើយឲ្យយល់ពីអត្ថន័យហ្នឹងហើយមើលឃើញថាតាមពិតមានគេធ្វើចឹងមែនហើយយើងទាំងអស់គ្នាឃើញថាអាធីរីយើងឃើញថាលោកតាមហីយើងឃើញតែយុវជនមេដាធំហើយអ្នកដទៃទៀតខ្ញុំក៏លើកមកតែ3ក្រុមហ្នឹងទេណាមានអ្នកដទៃទៀតរាប់មិនអស់លោកសតរិស៊ីឧទាហរណ៍
ខ្ញុំធ្លាប់ទៅឃើញផ្ទះគាត់នៅទីក្រុងប៉ារីជិត UFL ហើយគាត់ដាក់ជួលទៀតមកគ្រាន់តែរស់នៅសុខសាន្តមិនបាច់ខ្វល់ឲ្យមួយថ្ងៃគេកាត់តមួយថ្ងៃគេជេរមួយថ្ងៃគេយកទៅធ្វើមុខមាត់អីអាក្រក់អីចឹងទេរស់នៅតែស្រួលបានតាកូនខ្ញុំផ្ទាល់ពីមុនមកមានតែណាយកមុខទៅកាត់តឯណោយំពេកពេញ Facebook អីណាខ្ញុំសួរថាហ៊ានធ្វើទេហ៊ានធ្វើហើយគាត់ក៏អត់មានតាក់ទងในរឿងហ្នឹងឯណាប៉ុន្តែទីពិតគាត់ស្ម័គ្រចិត្តចូលមកធ្វើអាហ្នឹងអង់គ្លេសថាយើង inspire បន្តគ្នាណាយើងជំរុញទឹកចិត្តបន្តគ្នាយើងរៀនបន្តគ្នាទៅខ្ញុំសង្ឃឹមថាយើងចាប់ផ្ដើមរៀនបន្តគ្នាចាប់ផ្ដើមទម្លាក់ចោលនៅភាពខុសគ្នាទម្លាក់ចោលនៅអាត្មានិយមនឹងចេញខ្ញុំតែងតែលើកឧទាហរណ៍ពីទាំងចម្លាក់នៅប្រាសាទអង្គរលោកគ្រប់ប្រាសាទទាំងអស់ដែលបុព្វបុរសខ្មែរសាងទុកឲ្យយើងមើលឡោមទ្វារចូលប្រាសាទបាយ័នម្ខាងមានពួកសូរាម្ខាងពួកអសុរៈទាញយកវាមួយទាញឃើញទេទាំងអស់គ្នាមិនចឹងណាអានឹងមានន័យយ៉ាងម៉េចគេធ្វើអីអានោះគឺមនុស្សពីរក្រុមតំណាងឲ្យសភាវៈល្អអ្នកចិត្តល្អតំណាងឲ្យសភាវៈអាក្រក់អ្នកចិត្តអាក្រក់អ្នកឯងត្រូវតែធ្វើការជាមួយគ្នាទម្លាក់ចោលការខុសគ្នាគ្រប់យ៉ាងទាំងអស់ធ្វើការជាមួយគ្នាពីព្រោះបើពីរក្រុមនឹងអត់ធ្វើការជាមួយគ្នាទេអត់អូសមុទ្រទឹកដោះដើម្បីទាញយកទឹកអមរិតពីបាតសមុទ្រដើម្បីយកមកព្យាបាលមនុស្សសពសត្វបាននេះគ្រប់កន្លែងទាំងអស់យើងទៅមើលនៅលើផ្ទះប្រាសាទក៏មាននៅលើផ្លូវចូលក៏មានមិនមែនគ្រាន់តែជាសិល្បៈលម្អនោះទេជាការដាស់មតិសតិអារម្មណ៍របស់យើងថាទាល់តែយើងធ្វើការរួមគ្នាបែបហ្នឹងទាល់តែទម្លាក់ចោលការខុសគ្នាមិនគិតថាក្រុមសូរាក្រុមអសុរៈអីទេធ្វើការរួមគ្នាដើម្បីជាប្រយោជន៍រួមពីព្រោះវាពិបាកណាស់ក្នុងការយកទឹកអមរិតមកដើម្បីព្យាបាលយើងឲ្យយើងរស់បានដូច្នេះតើយើងធ្វើទាំងអស់គ្នាដូច្នេះតើយើងគិតពីការព្រៀនបណ្ដៅរបស់បុព្វបុរសផងដើម្បីឲ្យយើងគង់វង្សចាអរគុណលោកពូខ្លាំងមែនទែនសម្រាប់ការបកស្រាយហើយឱកាសនៃការសួរសំណួរហ្នឹងគឺថ្ងៃស្អែកបងប្អូនណាហើយក្តៅអត់លោកពូមានប្រសាសន៍តាំងពីក្តៅជ្រៅទៅរហូតដល់មកលប់វិញចាហើយកម្មវិធីបន្តគឺយើងចូលទៅក្នុងដើម្បីឲ្យលោកសូត្រមន្តប្រោះព្រំយើងទាំងអស់គ្នាប៉ុន្តែចាឥឡូវនេះយើងគ្រាន់តែឲ្យគាត់បង្ហាញអំពីចំណាប់អារម្មណ៍ហើយថ្ងៃនេះផងដែរមិនមានអ្នកដទៃទេសិតតែជាសមាជិកទាំងអស់ដោយសារតែយើងអត់ប្រកាសថាបើកសេរីទេយើងកម្មវិធីនេះធ្វើសម្រាប់តែសមាជិកហើយស្អែកបានមានមហាជនមកចូលរួមចាហើយចំពោះចំណាប់អារម្មណ៍អ៊ំមកសារនេះខ្ញុំភ្លេចថាលើកទីប្រមាណហើយដោយសារតែអ៊ំមកសារចាហើយចង់ដឹងថាគាត់មានចំណាប់អារម្មណ៍យ៉ាងណាការគាត់មកដំបូងគឺអត់ទាន់មានទេទីស្នាក់ការឥឡូវនេះគាត់មករហូតតតែមានទីស្នាក់ការឥឡូវយើងឲ្យគាត់បង្ហាញអំពីចំណាប់អារម្មណ៍ហើយបង្ហាញមើលឃើញថាតើយុវជនរបស់យើងនឹងមានការកែប្រែក្នុងកម្រិតណាចាពីព្រោះថាគាត់មកជួបយើងតាំងពីយើងអត់ទាន់មានអីសោះរហូតតតែយើងមានប៉ុណ្ណេះថាតើយុវជនផ្លាស់ប្ដូរមិនខ្លះសូមឲ្យអ៊ំគាត់អញ្ជើញបញ្ចេញអំពីទស្សនៈនិងការយល់ឃើញរបស់គាត់ចាសូមអញ្ជើញជ័យយោលទ្ធិប្រជាធិបតេយ្យជ័យយោចលនាសង្គ្រោះជាតិប្រទេសជប៉ុនជ័យយោអាយដល់អ៊ំសំអានខ្ញុំសូមគោរពយើងជាសហការីដូចគ្នាហើយខ្ញុំគោរពនៅវីរភាពគោរពនៅការទទួលខុសត្រូវចំពោះមុខជាតិនៃឯកឧត្តមនៅតែជាតំណាងរាស្ត្រស្របច្បាប់នៃប្រជាពលរដ្ឋខ្មែរទាំង17លាននាក់ទាំងក្នុងប្រទេសនិងក្រៅប្រទេសមែនទេចាដល់ទៅដូចជនជាតិបុតឯ
ឥឡូវមានជនសង្កត់ទី2ទៅទៀតណាខ្ញុំក៏គោរពដែរគោរពដោយសារខ្ញុំមិនរៃរ៉ាប់ទៀតទេគាត់បានបញ្ចេញនៅបំពេញតែអស់ហើយក៏ប៉ុន្តែយើងត្រូវតែគោរពគាត់សំខាន់នៃការកោតសរសើរមិនត្រឹមតែកោតសរសើរការគោរពដោយសារគាត់ហ៊ានយកជីវិតរបស់គាត់ប៉ះប្ដូរមកជាមួយនឹងការពិតនេះហើយបានជាស្មារតីនៅអ្នកទទួលខុសត្រូវនៃអ្នកសារព័ត៌មានដែលមានអាជីពពិតប្រាកដចំពោះពលរដ្ឋទាំងអស់គ្នាតែគណៈសួរនឹងថាអូមេបាទអូនមកតាំងពីអត់ឃើញអីឥឡូវបានឃើញប៉ុណ្ណឹងអូនមកឃើញទាំងអស់រាប់ឆ្នាំហើយបងខ្ញុំមកជប៉ុននឹង7-20ឆ្នាំហើយតាមពីជាមួយលោកកំសខាលោកសំរាសៀនរហូតចលនាអ្នកប្រជាធិបតេយ្យទៅមកចំនួននៃ97បងហើយនៅក្នុងពេលទៅមកពេលខ្លះលៀងទៅពេលខ្លះខ្យល់ទៅពេលខ្លះក្តៅទៅបើសិនតែដំណក់ឈាមដំណក់ញើសនៃអ្នកប្រជាធិបតេយ្យមានតម្លៃជានិច្ចហើយយើងត្រូវតែយកដំណក់នោះទោះបីមួយដំណក់ក៏ដោយក៏ត្រូវតែរក្សាហើយបង្កឲ្យមានដំណក់នោះរឹតតែច្រើនទៅទៀតហើយនេះប៉ុន្តែនៅក្នុងការដឹកនាំនៃប្រធានស្រីប្រធានអេលីគីឡាជាមួយអ្នកស្រីអនុប្រធានម៉ារីបូរ៉ាជាមួយនឹងសហការីនៃចលនាសង្គមជាតិនៅប្រទេសជប៉ុនឥឡូវមួយកើតតែមកដល់ថ្មីទៀតចូលរួមជាមួយគ្នានឹងជឿចាំបានប្រាប់យើងហើយថាយើងต้องให้เคยผ่าตัดสัญญาณแล้วก็จะเจ็บเอ้ยយើងจะทำไมเลยต้องเชื่อกันเยอะเป็นศาสนากันเยอะจะเป็นศาสนาอิสลามก็ได้นะนี่เป็นแต่การศาสนาอิสลามอิสลามมาแล้วก็ยังเคยได้ก็ได้แต่ทำไมต้องออกเนี่ยก็เป็นใต้อ่านไปแต่ทำไมเยอะเนี่ยพวกเยอะเนี่ยเด็กเราในเนี่ยวันพระมหาจะชิดกองมาเพิ่มเลยเคยมาไปนั่งกันชิดกองกันมาให้เคยทานเนี่ยประชิดใต้ขนาดเนี่ยประชิดใต้ขนาดเนี่ยใส่ให้เจ็บไม่อยากการเปลี่ยนใต้นี่6 ปีวันก่อนเจ็ดอย่ามาทานเนี่ยนะเด็กยังจะต้องเปลี่ยนตัดสัญญาณในความเชื่อไปประกาศกองเป็นไงตัดสัญญาณเยอะสักวันกะมาเซ็นกันได้ก็เป็นเยอะสักยังทำแต่ประเด็นเชื่อเลยเนี่ยยังทำแต่ช่วงภาษายังเว้งยังทำเป็นภาษาที่กำลังเป็นชาวในประเทศกัมพูชาเลยไม่ได้ยังไม่ได้ไม่เป็นนี่ไม่เป็นนี่แต่ให้ส่งเกจรับการอัดเป็นเส้นเป็นพันเลยจนเป็นมาเลยแต่เต้าต้องออกเนี่ยรวมกำลังทำไปกาเพียรที่ประเทศไทยทำไปกาเพียรสักหนึ่งทำไปอเมริกาปัจจุบันแต่สลายเตรียมจะตัวเจ็บพิเศษกาเปียโปรดักต์ที่ตะเยอะแม่เนี่ยบางเรื่องขย่มเชียร์ประเทศนี้เจ้าหน้าขมายระเบิดประเทศไทยยังต้องหายจิตเจ้าหน้ามหาชนมันไม่จิตเจ้าหน้าคณะพระนโยบายแต่จิตเจ้าหน้านโยบายเจ้าหน้านโยบายเนี่ยประเทศไทยเจ้าหน้าเนี่ยสนาหาเชียร์เจ้าหน้าเนี่ยมีการกดเตยจบไปในกระลักเทศนากันเลยมันแม้จะการเป็นทีนี่โดยไล่กี่ไงนี่มันไม่รู้โดยไล่กี่ไงนี่คือเจ้าการเป็นทีในเจ้าหน้ามาดับไปประชิดใจแต่หาแต่เกี่ยมนี้บุญไปตั้งหายดิงดังลงตู้มาปีดังปีกเรมเลยมาได้เจ็บปนที่นี่ปีเจ็บปนหายดิงดังแต่อรบเตี้ยเจ้าหน้านี่คือจิตเจ้าหน้าเพื่อเอาเนี่ยประชิดใจแต่ออกเนี่ยก็เอาคล้ายนโยบายยังเท่าแต่เนื้อนโยบายก็ไปในขนมรวมวงวัดกับเราในเจ้าปีนโยบายได้ให้ได้ที่พวกยังมันไม่ในโยบายในขณะปะนโยบายยังนโยบายในขนมการรู้เรียนเป็นชีวิตในศาสนาระบายยืนในพระพุทธระบายยืนในอริยธรรมระบายยืนในสัตว์ระบายยืนเชื่อมโยงในขนมวัดยังแต่วัดระบายเองยังแต่วัดระบายสุดท้ายในการพระบรมระบายยืนยังเต้วิเฮียตัวไปวิเฮียอิสลามวิเฮียครึ่งกระบอกไป
តែយើងទៅដើម្បីសូមឲ្យមានក្តីសង្ឃឹមមកវិញពីព្រោះយើងមានការព្រួយបារម្ភចំពោះប្រទេសជាតិយើងចំពោះជីវិតយើងយើងទៅសាសយើងទៅវត្តដើម្បីគោរពតែពុតយើងទៅគោរពអ្វីដែលជាតម្លៃយើងជាខ្មែរចឹងចលនាខ្មែរដើម្បីប្រជាធិបតេយ្យយើងមើលគ្រប់សភាពការគ្រប់ជ្រុងជ្រែងនៃលទ្ធិប្រជាធិបតេយ្យធ្វើម៉េចផ្សំទាំងអស់ឲ្យមានលទ្ធិប្រជាធិបតេយ្យបើគ្មានលទ្ធិប្រជាធិបតេយ្យមិនថាឡើយតែប្រទេសកម្ពុជាទេប្រទេសជប៉ុនក៏ដោយប្រទេសកូរ៉េក៏ដោយប្រទេសអាមេរិកក៏ដោយមិនអាចមានការអភិវឌ្ឍទេមិនអាចមានយុត្តិធម៌បានទេទីនេះទីស្នាក់ការនេះគឺជាទីស្នាក់ការដែលយើងត្រូវតែថែរក្សាមិនមែនជាទីស្នាក់ការរបស់អ្នកណាទេមែនទេតែអរគុណទៅដល់អ្នកបងដែលជាគ្រួសារនៃក្មួយភារាដែលបានលះបង់ទៅធំធានរបស់អ្នកបងក្នុងខ្លួនអ្នកបងជាអ្នកទទួលខុសត្រូវជាមេដានៃអ្នកប្រជាធិបតេយ្យភូមិនេះសង្កេតមើលទៅថាអ្វីដែលជាភូមិជប៉ុនមកដល់ខ្ញុំចាប់អារម្មណ៍នឹងភូមិនេះខ្ញុំទៅតាមផ្លូវខ្ញុំតែនេះជប៉ុនមកដល់កន្លែងនេះខ្ញុំតែជប៉ុនប្រកាសមកអ្វីដែលធ្វើឲ្យក្មួយដឹងថានេះជាជប៉ុនប្រកាសមើលជុំវិញនឹងចាការសាគូរ៉ាត្រូវចាសាគូរ៉ាមានគ្រប់ទីកន្លែងក៏ប៉ុន្តែហណូសក់ភ្លាមខ្ញុំថាត្រូវតែគោរពពីព្រោះនេះគឺជាភ្នូសក់នេះគឺជាភ្នូនៃជីដូនជីតាឪពុកម្ដាយគ្រួសារនៃម្ចាស់ទឹកម្ចាស់ដីដើមរបស់គេជប៉ុនគេឲ្យយើងគេទទួលយើងឲ្យស្វាគមន៍ឲ្យកក់ក្ដៅយើងត្រូវតែមានមេត្តាភាពហើយយើងជាខ្មែរជប៉ុនហើយអ្នកណាខ្លះដែលកាន់សញ្ជាតិជប៉ុនដូចដៃជប៉ុនឃើញទេអរគុណគេទទួលស្គាល់យើងថាយើងជាជប៉ុនខ្មែរជប៉ុនណានេះយើងទោះបីជាមានដឹងណាស់ในការព្រួយបារម្ភរបស់ក្មួយในការលំបាករបស់ក្មួយនៅក្នុងការដែលខ្លួនមិនអាចនៅដោយទោះបីធ្វើការងារក៏លំបាកដែរមានយល់ក៏ប៉ុន្តែអ្វីដែលក្មួយត្រូវតែទុករក្សាបានអត់គង់គឺវប្បធម៌ជប៉ុនវប្បធម៌ជប៉ុនគេឲ្យតម្លៃណាស់ទៅលើអ្វីដែលជាអត្តសញ្ញាណរបស់គេឲ្យតម្លៃណាស់ទៅលើអ្វីដែលជាតម្លៃនៃអ្នកប្រជាធិបតេយ្យមែនទេជានៅក្នុងការបន្តរបស់យើងនេះគឺយើងបន្តយកតម្លៃទាំងអស់នេះយើងដល់ផ្គត់ផ្សំជាមួយនឹងតម្លៃយើងជាខ្មែរនៅចុងក្រោយចលនាខ្មែរដើម្បីប្រជាធិបតេយ្យសូមជម្រាបបងប្អូនថាយើងជាខ្មែរនៅក្រៅប្រទេសយើងមានសិទ្ធិយើងមានកាតព្វកិច្ចយើងនឹងមានឱកាសចាប់ពីខែមេសាបញ្ចូលឆ្នាំនេះទៅយើងនឹងមានឱកាសចុះឈ្មោះបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រយើងនៅក្រៅប្រទេសយើងរៀបចំឲ្យមានគោលជួបយើងរៀបចំឲ្យមានការចុះឈ្មោះបោះឆ្នោតយើងសូមឲ្យបងប្អូនចូលរួមនៅក្នុងការចូលឈ្មោះជាអ្នកបេក្ខជននៅតំបន់របស់បងប្អូនគ្រប់ទីកន្លែងទាំងអស់ហើយយើងនឹងកោះឆ្នោតតាមអនឡាញជ្រើសរើសតំណាងរាស្ត្រខ្មែរនៅក្រៅប្រទេសពីព្រោះតំណាងរាស្ត្រនៅខ្មែរនៅក្នុងប្រទេសអត់ធ្វើអីតតែសោះរដ្ឋាភិបាលនៅក្នុងប្រទេសអត់ធ្វើអីតតែសោះមិនត្រឹមតែប៉ុណ្្នឹងទេសម្លុតប្រជាពលរដ្ឋដាក់ប្រជាពលរដ្ឋចូលគុករាល់ថ្ងៃប្រាប់ប្រជាពលរដ្ឋទៀតសម្លុតថាកុំនិយាយថាយើងជាជនភាសិទ្ធមិនភាសិទ្ធនោះនៅកណ្ដាលថ្ងៃដីស្រែចម្ការខ្ញុំគេយកអស់ហើយថៃយកអស់ហើយខ្ញុំមិនជនភាសិទ្ធខ្ញុំជាស្អីចឹងអត់អាចអរគុណសន្តិភាពបានទេបើសិនជាសន្តិភាពនេះជាសន្តិភាពដែលធ្វើឲ្យយើងអត់តង់ទឹកដីអាចមានសន្តិភាពបានទេបើសិនជាអត់មានយុត្តិធម៌
អត់អាចមានសន្តិភាពបានទេបើសិនជាអនាគតយុវជនរបស់យើងនៅតែដដែលគឺទៅសុំការឆ្លប់កោនទៅសុំការងារគេធ្វើនៅក្រៅប្រទេសយើងមិនអាចហៅថាជាសន្តិភាពបានទេសន្តិភាពនោះតែជាអ្នកដឹកនាំដែលជ្រើសរើសឲ្យប្រជាប្រដ្ឋតាមរបៀបប្រជាធិបតេយ្យសន្តិភាពនោះតែមានយុត្តិធម៌សន្តិភាពនោះតែប្រទេសជាតិយើងកូនចៅយើងតសាងគ្រឹះបំពេញសសរប្រជាធិបតេយ្យទើបអាចមានសន្តិភាពបានមិនអាចសន្តិភាពដោយសារទៅសុំអង្វរសុំខ្លាចសុំអន្តោនលើសុំវោចិត្តគេចោះចូលជាមួយគេអត់បានទេគុំឲ្យសោះគុំឲ្យសោះពេលណាដែលយើងខ្លាចពេលនោះយើងឲ្យទឹកដីយើងទៅគេហើយយើងឲ្យអំណាចរបស់យើងទៅគេហើយគុំឲ្យសោះនេះនៅនេះមានន័យថាក្មួយអត់ខ្លាចទេនៅថ្ងៃស្អែកនឹងមានមួយនឹងមានបងប្អូនខ្មែរនៅប្រទេសជប៉ុនរាប់រយនាក់ទៀតមកចូលរួមហើយចូលរួមឲ្យរដ្ឋច្រើនទៀតមើលតាម Facebook ឲ្យរាប់លានអ្នកថាស្មារតីយើងជាស្មារតីនៃអ្នកប្រជាធិបតេយ្យកុំភ្លេចឲ្យសោះការតស៊ូរបស់លោកប្រធានសំរងស៊ីលោកកឹមសុខាលោកបណ្ឌិតកែមលីនិងអ្នកប្រជាធិបតេយ្យលោកជាថ្ងៃខាងស្អែកនៅម្ដងហើយ8សា30មីនាកម្មកររបស់យើងស្លាប់10នាក់ប្រលឹងនៃអ្នកកម្មករទាំងអស់នោះជាប្រលឹងអ្នកស្នេហាជាតិដូច្នេះពេលណាយើងខ្លាចពេលនោះអារម្មណ៍យើងមិនអាចការពារប្រលឹងអ្នកប្រជាធិបតេយ្យបានទេជូនពរបងប្អូនទាំងអស់គ្នានៅតែជាសសរដ៏រឹងមាំដើម្បីលទ្ធិប្រជាធិបតេយ្យចលនាខ្មែរដើម្បីប្រជាធិបតេយ្យនេះគឺជាចលនាដែលយើងនឹងធ្វើចលនាពីក្រៅប្រទេសឲ្យខ្លាំងក្លាអត់ខ្លាចរួមកម្លាំងគ្នាពីព្រោះនៅក្នុងប្រទេសបើយើងទុកតែរបៀបហ្នឹងអស់ហើយប្រទេសជាតិយើងនៅសល់តែខ្មែរនៅក្រៅប្រទេសទេជាមួយនឹងសម្លេងខ្មែរនៅក្នុងប្រទេសមានទៀតបូកសរុបជាមួយគ្នាកុំខ្លាចងើបឈរឡើងអរគុណចាឥឡូវដោយសារតែប្រសងគាត់លោកពីមុនគង់ចាំយូរអញ្ចឹងយើងនៅគេចូលទៅខាងក្នុងដើម្បីឲ្យលោកសូត្រធម៌អញ្ជើញគណៈធិបតីទាំងអស់អញ្ជើញទៅខាងក្នុងដើម្បីលោកសូត្រធម៌ជូនចាបន្ទាប់ពីសូត្រធម៌អីហើយគឺយើងញ៉ាំអាហារថ្ងៃត្រង់ហើយបានយើងបន្តកម្មវិធីទៀតចាlâu này đang không con này trong nước lưới đánh thật phải chậm chơi chơi được không kia cả bàn tay nó phải nói để sao được nó break cái bụng kia quắt bao mà